ជំរាបសួរ Hallelujah. God is so good. ព្រះអង្គទ្រង់ល្អ How great thou art. ព្រះអង្គទ្រង់អស្ចារ្យ Today's sermon title is Beyond Preventive Faith to Redemptive Faith. អត្ថបាយព្រះបន្ទូលថ្ងៃនេះគឺលើសពីជំនឿការពារទៅជាជំនឿប្រោសលួស Today's message is about what happened when Jesus was on his way to Jerusalem to be crucified. សារអត្ថបាយថ្ងៃនេះគឺអំពីអ្វីដែលបានកើតឡើងនៅពេលដែលព្រះយេស៊ូវកំពុងយាងទៅក្រុងយេរូសាឡិមដើម្បីឲ្យគេឆ្កាប់ Next to Jerusalem was a small village called Bethany, where Mary and Martha and their brother Lazarus lived. នៅជាប់នឹងក្រុងយេរូសាឡិមមានភូមិតូចមួយឈ្មោះថាបេថានីជាកន្លែងដែលម៉ារីបាថានិងឡាសាជាប្អូនប្រុសរបស់គេរស់នៅទីនោះ However, as Jesus approached Jerusalem, Lazarus became deadly ill and was on the brink of death. យ៉ាងណាក៏ដោយកាលដែលព្រះយេស៊ូវយាងមកដល់ក្រុងយេរូសាឡិមឡាសាបានឈឺធ្ងន់រហូតដល់ស្លាប់ So Mary and Martha sent people to where Jesus is and quickly began to searching for him. ដូច្នេះម៉ារីនិងម៉ាថាបានចាត់មនុស្សទៅកន្លែងដែលព្រះយេស៊ូវគង់នៅហើយដើររកទ្រង់យ៉ាងតក់កុហក Lord Jesus, please help Lazarus, whom you love, to get better quickly because he is dying. Mary and Martha honestly asked Jesus. ព្រះអង្គម្ចាស់យេស៊ូវអើយសូមជួយឡាសាផងអ្នកដែលទ្រង់ស្រឡាញ់ដើម្បីឲ្យគាត់បានឆាប់ជាសះស្បើយផងពីព្រោះគាត់ជិតស្លាប់ហើយម៉ារីនិងម៉ាថាបានទូលសួរព្រះអង្គដោយចិត្តស្មោះ But surprisingly, when Jesus heard this news, he did not go straight to Nazareth. Not only does Jesus not leave right away, but he stayed for 2 more days where he was. ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលព្រះយេស៊ូវឮដំណឹងនោះទ្រង់មិនបានទៅជួបឡាសាភ្លាមៗនោះទេព្រះយេស៊ូវមិនត្រឹមតែមិនចាក់ចេញភ្លាមៗនោះទ្រង់គង់នៅទីនោះរយៈពេល2ថ្ងៃទៀតនៅកន្លែងដែលទ្រង់គង់នៅនោះឯង In John 11:6, right before today's text, it say, so when he heard that Lazarus was sick, he stayed where he was 2 more days. នៅក្នុងកានកាពីយ៉ូហានចំពុក11ខ6ដូច្នេះការទ្រង់បានឮថាឡាសាឈឺនោះទ្រង់ក៏គង់នៅកន្លែងដដែល2ថ្ងៃទៀត Also in John 11:30, he said, now Jesus has not yet entered the village, but was still the place where Martha had met him. នៅដូចគ្នាដែរនៅក្នុងកានកាពីយ៉ូហានចំពុក11ខ30បានចែងថាឯព្រះយេស៊ូវទ្រង់មិនទាន់យាងចូលទៅក្នុងភូមិនៅឡើយគឺទ្រង់គង់នៅត្រង់កន្លែងដែលម៉ាថាបានជួបនោះ But for some reason, Jesus seems to keep hesitating about going to Nazareth. ប៉ុន្តែដោយសារមូលហេតុមួយចំនួនដែលព្រះយេស៊ូវទ្រង់ធ្វើដូចជាស្ទាក់ស្ទើរក្នុងប្រតិយក្នុងការទៅជួបនឹងឡាសា And sure enough, Lazarus, who was waiting for the Lord on his sick bed, eventually died. ហើយប្រកបណាស់ឡាសាដែលកំពុងតែរងចាំព្រះយេស៊ូវនៅលើគ្រែឈឺនោះនៅទីបំផុតក៏ស្លាប់ទៅ And when Jesus arrived at the place where Lazarus was, it was 3 days later when Lazarus' body has already started to rot and smell. ហើយពេលព្រះយេស៊ូវមកដល់កន្លែងដែលឡាសានៅគឺ3ថ្ងៃក្រោយនោះហើយពេលដែលនោះគឺសាកសពរបស់ឡាសាចាប់ផ្ដើមរលួយហើយមានក្លិនស្អុយ Members, the reason this situation in today's text is so embarrassing because Lazarus' sister, Mary and Martha, sent someone to Jesus in advance before this happened. បងប្អូនទាំងឡាយអើយមូលហេតុដែលស្ថានភាពនៅក្នុងអធិប្បាយថ្ងៃនេះគួរឲ្យអាម៉ាស់ខ្លាំងណាស់ដោយសារតែប្អូនស្រីរបស់ឡាសាគឺម៉ារីនិងម៉ាថាបានឲ្យនរណាម្នាក់ទៅរកព្រះយេស៊ូវមុនពេលដែលរឿងកើតឡើង Even though they say, Lord, please come quickly because my brother Lazarus is dying, the Lord did not come. ទោះបីជាពួកគេនិយាយថាព្រះម្ចាស់អើយសូមយាងមកជាប្រញាប់ពីព្រោះឡាសាប្អូនប្រុសរបស់ខ្ញុំជិតស្លាប់ហើយនិយាយបែបនោះក៏ដោយប៉ុន្តែព្រះទ្រង់មិនបានយាងមកទេ Rather than coming, the Lord stayed in the place where he was for
2 more days. ជំនួសឲ្យការយាងមកហើយព្រះក៏បានគង់នៅកន្លែងដែលទ្រង់គង់នៅអស់2ថ្ងៃទៀត Therefore, this appearance of the Lord caused great confusion in the face of Mary and Martha. ដូច្នេះហើយការលេចមករបស់ព្រះជាម្ចាស់នេះបង្កឲ្យមានការភ័ន្តច្រឡំយ៉ាងខ្លាំងនៅក្នុងសេចក្តីជំនឿរបស់ម៉ារីនិងម៉ាថា Why did the Lord come sooner when they so desperately wanted? ហេតុអ្វីបានជាព្រះអង្គម្ចាស់មិនយាងមកលឿនជាងនេះនៅពេលដែលពួកគេចង់បានយ៉ាងខ្លាំង Where and what was the Lord doing at the time when answer were most desperately needed? តើព្រះអង្គម្ចាស់កំពុងធ្វើអ្វីហើយទ្រង់នៅទីណានៅពេលនោះខណៈដែលពួកគេចង់ដឹងចម្លើយយ៉ាងខ្លាំងបំផុត They may have felt resentful because they did not understand. ហើយពួកគេមានអារម្មណ៍ថាខកចិត្តពីព្រោះតែពួកគេមិនយល់ This incomprehensible situation was enough to deviate from the path of faith. ស្ថានភាពដែលមិនអាចយល់បាននេះហើយវាគ្រប់គ្រាន់ដើម្បីឲ្យគេងាកចេញពីផ្លូវនៃសេចក្តីជំនឿ The members, why did the Lord stay where he was for 2 more days and allow things to happen like this? បងប្អូនអើយហេតុអ្វីបានជាព្រះជាម្ចាស់គង់នៅកន្លែងដែលទ្រង់គង់នៅអស់2ថ្ងៃហើយអនុញ្ញាតឲ្យមានរឿងនេះកើតឡើងដូច្នេះ What was the reason why the Lord did not respond with move? តើមូលហេតុអ្វីបានជាព្រះជាម្ចាស់មិនឆ្លើយតបតទៅសោះ Usually, when we predict that the hardship is coming in our lives, we pray honestly that it will be not happen. ហើយអញ្ចឹងហើយជាធម្មតានៅពេលដែលយើងរំពឹងទុកអ្វីមួយរំពឹងទុកថាការលំបាកនៅមកដល់ក្នុងជីវិតរបស់យើងតែងអធិដ្ឋានដោយអស់ពីចិត្តថាវានឹងមិនកើតឡើងទេ Lord, I see this suffering right in front of me, but please don't let me suffer. ព្រះម្ចាស់អើយទូលបង្គំឃើញទុកវេទនានេះចំពោះមុខទូលបង្គំហើយប៉ុន្តែសូមកុំឲ្យទូលបង្គំរងទុកឡើយ Just like this prayer of children. យើងអធិដ្ឋានដូចជាកុមារទាំងអស់នេះដែរ God, please don't let it rain tomorrow, because tomorrow is the day we have a school picnic. ព្រះម្ចាស់អើយសូមកុំឲ្យភ្លៀងធ្លាក់ថ្ងៃស្អែកអីពីព្រោះថ្ងៃស្អែកជាថ្ងៃដែលមានកម្មវិធីជប់លៀងនៅឯសាលារៀន Oh Lord, I have done something wrong and am getting scolded by my teacher. Please don't let me get scolded. ព្រះម្ចាស់អើយខ្ញុំបានធ្វើខុសមួយដូច្នេះកុំឲ្យគ្រូខ្ញុំស្ដីបន្ទោសឡើយសូមកុំឲ្យខ្ញុំត្រូវគ្រូស្ដីបន្ទោសឡើយ And pray that try to avoid the suffering like this are called preventive prayer. ជើងការអធិដ្ឋានដែលព្យាយាមជៀសវាងសេចក្តីទុក្ខលំបាកដូច្នេះយើងហៅថាការអធិដ្ឋានការពារខ្លួនឯង Usually when we pray and wait like this, we expect that His prayer will be answered at the time we went or at the time we have said. ចឹងជាខ្ញុំធម្មតានៅពេលដែលយើងអធិដ្ឋានហើយរងចាំបែបនេះយើងរំពឹងថាការអធិដ្ឋាននឹងត្រូវបានឆ្លើយតបនៅពេលវេលាដែលយើងចង់បានឬនៅពេលវេលាដែលយើងបានកំណត់នោះ For example, God, I will now pray for 10 days from now on, and when this prayer time is over, please let my prayer be answered. We set a time for our prayer to be answered. ចឹងជាឧទាហរណ៍ថាព្រះម្ចាស់អើយចាប់ពីពេលនេះតទៅខ្ញុំនឹងអធិដ្ឋានរយៈពេល10ថ្ងៃហើយនៅពេលអធិដ្ឋាននេះចប់សូមឲ្យការអធិដ្ឋានរបស់ខ្ញុំព្រះអង្គបានឆ្លើយតបយើងកំណត់ពេលវេលាសម្រាប់ការអធិដ្ឋានរបស់យើងដោយខ្លួនឯង Then when the time we set has passed, we become frustrated. នៅពេលដែលពេលវេលាបានកន្លងផុតទៅហើយនោះយើងបានខ្លាចជាមនុស្សដែលខកចិត្តទៅវិញ And the thought naturally come to us, doesn't God love me? Has God forgotten me? គំនិតនោះចាប់ផ្ដើមកើតឡើងបែបធម្មជាតិថាតើព្រះមិនស្រឡាញ់ខ្ញុំទេដឹងព្រះភ្លេចខ្ញុំទេដឹង And as our disappointment growing, we begin to get angry and argue with God. God, didn't I pray?
that things would turn out like this, what did God to do allow things to happen like this? នៅពេលដែលការខកចិត្តរបស់យើងកើតឡើងយើងចាប់ផ្ដើមខឹងសម្បាហើយឆ្លោះជាមួយនឹងព្រះព្រះម្ចាស់អើយតើខ្ញុំមិនបានអធិដ្ឋានសុំអ្វីដែលឲ្យទៅជាបែបដូច្នេះឬអីតើទ្រង់បានធ្វើអ្វីខ្លះបានអនុញ្ញាតឲ្យរឿងកើតឡើងចឹង At the same time, we face time of doubt and frustration in our faith because we fear that our prayer have been rejected. នៅពេលជាមួយគ្នានេះយើងប្រឈមមុខនឹងការសង្ស័យទាំងការខកចិត្តក្នុងសេចក្តីជំនឿរបស់យើងពីព្រោះយើងមានអារម្មណ៍ថាការអធិដ្ឋានរបស់យើងត្រូវបានទ្រង់បដិសេធ Our members, do you have many experience like this? យើងមានបទពិសោធន៍ចឹងអត់ No experience because you don't pray. Right? បើយើងអត់មានបទពិសោធន៍ដោយសារយើងអត់អធិដ្ឋានទេទៅ Okay, I have many experience. សម្រាប់ខ្ញុំមានបទពិសោធន៍ច្រើន Also, we have the dependent prayer until before Easter. ចឹងហើយយើងនៅមានការអធិដ្ឋានការប្រាចិតរហូតដល់ថ្ងៃដែលព្រះយេស៊ូវមានបញ្ជូនរស់ឡើងវិញ I will expect something. ហើយខ្ញុំរំពឹងថាអ្វីមួយកើតឡើង When you have experience prayer, surely you can have many time experience like this. ប្រសិនបើយើងមានបទពិសោធន៍នៃការអធិដ្ឋានប្រកបណាស់នោះយើងនឹងជួបការអស្ចារ្យក្នុងកំឡុងពេលនៃការអធិដ្ឋានហ្នឹងឯង Okay, please pay attention, continue listen. Hallelujah. ចឹង Don't sleep, eh? សូមមេត្តា Sleep អត់ on មុន stand, ស្ដាប់ stand. បើសិនជាអារម្មណ៍ងងុយយើងអាចក្រោកឈរបាន And it is the story of today's text that show how we should understand God's silence and reactions. ជារឿងរ៉ាវនៃអធិប្បាយព្រះបន្ទូលថ្ងៃនេះដែលបង្ហាញពីរបៀបដែលយើងយល់អំពីភាពស្ងៀមស្ងាត់និងការបដិសេធរបស់ព្រះ Dear members, today's word move us beyond the preventive phase we have had up to this point and move us toward redemptive phase. បងប្អូនជាទីស្រឡាញ់ព្រះបន្ទូលថ្ងៃនេះជំរុញឲ្យយើងដឹងលើសពីសេចក្តីការស្ដីជំនឿការពារបែបខ្លួនឯងនិងរហូតដល់ជំរុញឲ្យយើងទៅរកសេចក្តីជំនឿនៃការប្រោសរស់ What does redemptive phase mean here? តើជំនឿប្រោសរស់នៅទីនេះមានន័យយ៉ាងម៉េច This means God returned the suffering that has already happened to us to its perfect purpose and ultimately complete. នោះមានន័យថាព្រះជាម្ចាស់ទ្រង់បដូរសេចក្តីវេទនាដែលកើតឡើងចំពោះយើងរួចហើយនោះទៅតាមគោលបំណងឥតខ្ចោះរបស់ទ្រង់ហើយនៅទីបំផុតទ្រង់ក៏បានបញ្ចប់វាដែរ We must realize that though this suffering our face, which has remained the preventive phase, is expanding to allow us to understand God's great work and great will for us. យើងត្រូវតែដឹងថាតាមរយៈសេចក្តីរងទុក្ខវេទនានេះជំនឿរបស់យើងដែលធ្លាប់ជាជំនឿការពារបានធ្វើឲ្យយើងយល់អំពីកិច្ចការដ៏ធំនិងបំណងមហាតីព្រះដ៏អស្ចារ្យរបស់ព្រះដែលទ្រង់ធ្វើសម្រាប់ពួកយើង We can understand this better if we consider the case of Daniel. យើងអាចយល់រឿងនេះបន្ថែមទៀតកាន់ច្បាស់ប្រសិនបើយើងពិចារណាដូចជារឿងរបស់ Daniel When the decision was made for Daniel to enter the lion's den, he must have a prayer honestly like this. កាលដែលមានការសម្រេចចិត្តឲ្យ Daniel ចូលទៅក្នុងរូងតោនោះគាត់ប្រកាសជាអធិដ្ឋានយ៉ាងស្មោះត្រង់បែបនេះថា Lord, please help me avoid going into the lion's den. ព្រះម្ចាស់អើយសូមជួយទូបង្គំកុំឲ្យទូបង្គំចូលទៅក្នុងរូងតោអី But that eventually happened in Daniel's life. ប៉ុន្តែនៅទីបំផុតរឿងនោះបានកើតឡើងក្នុងជីវិតរបស់ Daniel មែន But do you know how God guiding Daniel? អញ្ចឹងតើយើងដឹងទេថាព្រះបានបង្ហាញដល់ Daniel យ៉ាងម៉េច God shut the mouth of the lion that was trying to harm Daniel, turning the suffering into an opportunity to see God's power to protect Daniel in any situation. ចឹងហើយព្រះបានបិទមាត់តោដែលកំពុងព្យាយាមធ្វើបាប Daniel ដោយប្រែក្លាយពីទុក្ខវេទនាទៅជាឱកាសដើម្បីមើលឃើញបច្ចេកស្តារបស់ព្រះក្នុងការការពារដល់ Daniel ក្នុងស្ថានភាពនោះ Moreover, because of this, the king of Babylon confessed with his lips that the God who protects Daniel is the true God.
ចឹងលើសពីនេះទៅទៀតគឺដោយសារតែរឿងនេះឯងដែលស្ដេចបាប៊ីឡូនបានសារភាពដោយបបោមុនទ្រង់ថាព្រះដែលការពារដានីយ៉ែលគឺជាព្រះពិតមែន So Daniel realized, even if God does not answer when I want or prevent suffering as I want, God will ultimately lead me to the best phase. ចឹងហើយដូច្នេះដានីយ៉ែលបានដឹងខ្លួនទោះបើព្រះមិនបានឆ្លើយតបទៅពេលទូលបង្គំចង់បានឬទប់ស្កាត់សេចក្តីវេទនាដោយដែលទូលបង្គំចង់បានក៏ដោយប៉ុន្តែនៅទីបំផុតព្រះនាំទូលបង្គំទៅកាន់ផ្លូវដ៏ល្អបំផុត Even if the Lord does not do what I want, in the end, the Lord lead me to do His best. Daniel realized. អញ្ចឹងបើទោះបីជាព្រះអម្ចាស់មិនធ្វើអ្វីដែលទូលបង្គំចង់បានក៏ដោយនៅពេលនោះហើយដែលដានីយ៉ែលដឹងខ្លួនថានៅទីបំផុតព្រះអម្ចាស់នាំទូលបង្គំឲ្យធ្វើអ្វីដែលល្អបំផុតរបស់ទ្រង់ This is redemptive faith. នោះជាសេចក្តីជំនឿនៃការប្រោសលោះ However, running toward this redemptive faith is not an easy task. ទោះយ៉ាងណាក៏ដោយការរត់ឆ្ពោះទៅរកសេចក្តីជំនឿប្រោសលោះនេះមិនមែនជាកិច្ចការដែលងាយស្រួលទេ Why is this so? ហេតុអីបានជាដូច្នេះ Because at times like this, we hear many words of disbelief around us. ពីព្រោះនៅពេលវេលាបែបនេះឯងដែលយើងឮពាក្យមិនជឿជាច្រើននៅជុំវិញខ្លួនយើងនេះឯង The same is true in today's text. The world that shake their faith are here around them. ចឹងហើយរឿងដដែលនេះឯងនោះមានពិតនៅក្នុងអត្ថបទថ្ងៃនេះគឺពាក្យសម្ដីហ្នឹងឯងដែលអង្រួនសេចក្តីជំនឿរបស់ពួកគេដែលបានឮជុំវិញនោះឯង In John 11:36, people make a sarcastic comment. នៅក្នុងកាន់គម្ពីរយ៉ូហានចំពោះ11ខ36មនុស្សចាប់ផ្ដើមនិយាយចំអក Then the Jews say, see how he loves him. ដូច្នេះពួកសាសយូដានិយាយថាមើលលោកស្រឡាញ់គាត់ណាស់នោះ We hear people say things that make us doubt the Lord's love, saying, the Lord loves Lazarus, but Lazarus died. យើងឮមនុស្សនិយាយរឿងដែលធ្វើឲ្យយើងសង្ស័យលើសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវម្ចាស់ដោយនិយាយថាព្រះអម្ចាស់ស្រឡាញ់ឡាសាប៉ុន្តែមើលឡាសាបានស្លាប់ទៅហើយ You can also hear the word of these people in John 11:37. យើងក៏អាចឮពាក្យរបស់មនុស្សទាំងនោះនៅក្នុងកាន់គម្ពីរយ៉ូហានចំពោះ11ខ37ផងដែរ But some of them say, could not he who opened the eyes of the blind man have kept this man from dying? ហើយពួកខ្លះនិយាយថាលោកនេះដែលបានប្រោសមនុស្សខ្វះឲ្យភ្លឺតើពុំអាចនឹងខាត់មិនឲ្យមនុស្សនេះស្លាប់បានដែរឬ People around Mary and Martha saying things that make them doubt the Lord's power. មនុស្សនៅជុំវិញម៉ារីនិងម៉ាថានិយាយរឿងដែលធ្វើឲ្យពួកគេសង្ស័យលើអំណាចបច្ចេស្តារបស់ព្រះ So these people made it even more difficult for Mary and Martha, who were in this incomprehensible situation. ដូច្នេះពាក្យសម្ដីរបស់មនុស្សទាំងអស់នេះបាននិយាយកាន់ធ្វើឲ្យកាន់តែពិបាកសម្រាប់ម៉ារីនិងម៉ាថាដែលស្ថិតក្នុងស្ថានភាពដែលពួកគេមិនយល់ But members, it is time to like this that we must remember this is the time when the Lord does great things for us. ប៉ុន្តែបងប្អូនអើយវាជាពេលវេលាដែលយើងត្រូវតែចងចាំថានេះជាពេលដែលព្រះម្ចាស់ធ្វើរឿងដ៏អស្ចារ្យសម្រាប់ពួកយើង At this time when all the preventive faith we have had so far has corrupt, 4 days have already passed since Nazareth died, and so they can no longer have any hope. We must know that this is God's time to move us beyond preventive faith to redemptive faith. នៅពេលនេះនៅពេលដែលជំនឿបែបការពារទាំងអស់ដែលយើងមានរហូតមកដល់ពេលនេះបានដួលចុះ4ថ្ងៃកន្លងផុតទៅហើយចាប់តាំងពីឡាសាបានស្លាប់ដូច្នេះពួកគេលែងមានសង្ឃឹមទៀតហើយយើងត្រូវតែដឹងថានេះជាពេលវេលារបស់ព្រះដើម្បីផ្លាស់ប្ដូរយើងចេញពីជំនឿបែបការពារនោះទៅជាជំនឿនៃការប្រោះលោះ Hallelujah. Hallelujah.
In today's text, Lazarus who died is a person who experienced death twice. In today's text, he experienced his first death. And although it is not mentioned in the Bible, his second death occurred later when he is old. នៅក្នុងសារថ្ងៃនេះឡាសាបានស្លាប់គឺជាមនុស្សម្នាក់ដែលបានជួបប្រទះនឹងសេចក្តីស្លាប់ពីរដងនៅក្នុងសារអធិប្បាយថ្ងៃនេះគាត់បានជួបប្រទះនឹងសេចក្តីស្លាប់លើកដំបូងរបស់គាត់ហើយទោះបីជាមិនត្រូវបានលើកឡើងក្នុងព្រះគម្ពីរក៏ដោយសេចក្តីស្លាប់លើកទី2របស់គាត់នេះកើតឡើងនៅក្រោយពេលដែលគាត់មានភាពចាស់ជរា But when Lazarus was old and faced his second death, was he afraid of his own death? ប៉ុន្តែពេលឡាសាចាស់ទៅនឹងប្រឈមមុខសេចក្តីស្លាប់លើកទី2តើគាត់ខ្លាចសេចក្តីស្លាប់របស់ខ្លួនឯងអត់ Huh? Oh, very good. Oh, maybe he was afraid. Only then would Lazarus understand what the Lord has said to him. ប្រហែលជាគាត់មិនខ្លាចទេចឹងមានតែពេលនេះទេដែលឡាសានឹងយល់ពីអ្វីដែលព្រះម្ចាស់បានមានបន្ទូលទៅកាន់គាត់ John 11:25-26. I am the resurrection and the life. The one who believeth in me will live, even though they die, and whoever lives by believing in me will never die. នៅក្នុងកម្មគម្ពីរយ៉ូហានចំពោះ11ខ25-26ជាសង្ខេបខ្ញុំជាសេចក្តីរស់ឡើងវិញហើយជាជីវិតអ្នកឯងអ្នកណាដែលរស់នៅហើយជឿដល់ខ្ញុំគង់តែនឹងរស់ឡើងវិញទោះបើស្លាប់ហើយអ្នកណាដែលរស់នៅហើយជឿដល់ខ្ញុំនោះមិនត្រូវស្លាប់ឡើយ This would have become a living faith in Nazareth heard at that time. ពាក្យទាំងនេះคล้ายទៅជាជំនឿដ៏រស់នៅក្នុងចិត្តរបស់ឡាសានៅពេលនោះ Because of this suffering, Nazareth has already experienced a resurrection from the dead. ពីព្រោះតាមរយៈសេចក្តីរងទុក្ខវេទនានឹងឯងដែលឡាសាបានជួបប្រទះនឹងការរស់ឡើងវិញការរស់ពីស្លាប់ឡើងវិញ Lazarus was no longer afraid of death because he had already experienced and knew the resurrection power of the Lord who saved him and resurrected him from the dead at that moment when all hope was lost. នៅពេលនេះឡាសាលែងខ្លាចសេចក្តីស្លាប់ទៀតហើយពីព្រោះគាត់បានជួបប្រទះនឹងស្គាល់រួចហើយអំពីអំណាចនៃការរស់ឡើងវិញដែលព្រះម្ចាស់ផ្ដល់ឲ្យដែលទ្រង់បានសង្គ្រោះគាត់ហើយបានប្រោសឲ្យគាត់បានរស់ពីស្លាប់នៅពេលដែលក្តីសង្ឃឹមទាំងអស់បានបាត់បង់ And Jesus wants Nazareth's sisters to also know this hope of resurrection. ហើយព្រះយេស៊ូវក៏ចង់ឲ្យប្អូនស្រីរបស់ឡាសាដឹងពីសេចក្តីសង្ឃឹមនៃការរស់ឡើងវិញនេះដែរ So God brought them into this incomprehensible situation so that they could believe in God's redeemed grace and have a redemptive faith and completely trust in God. ដូច្នេះពួកគេបានចូលទៅក្នុងស្ថានភាពដែលមិនយល់នោះដើម្បីពួកគេបានជឿលើព្រះគុណនៃការប្រោសលោះរបស់ព្រះហើយមានជំនឿប្រោសលោះហើយពួកគេចាប់ផ្ដើមទុកចិត្តទាំងស្រុងទៅលើព្រះនោះឯង That is why the Lord brought them to this scenes of suffering where Lazarus died. នេះជាមូលហេតុដែលព្រះម្ចាស់នាំពួកគេមកកាន់កន្លែងនៃការរងទុក្ខវេទនានេះជាកន្លែងដែលឡាសាបានស្លាប់ហើយ In today's text we can understand the Lord's love. នៅក្នុងសារព្រះទូតថ្ងៃនេះយើងអាចយល់ពីសេចក្តីស្រឡាញ់របស់ព្រះបាទ In the text it is said that Jesus stayed for 2 days in the place where Lazarus was when he became sick and was about to die. នៅក្នុងអត្ថបទគម្ពីរគេនិយាយថាព្រះយេស៊ូវដែលគង់នៅរយៈពេល2ថ្ងៃនៅកន្លែងដែលឡាសានៅកំឡុងពេលដែលគាត់ឈឺហើយគាត់ហ៊ានស្លាប់ដែរ John 11:5-6 Now Jesus loves Martha and her sister and Lazarus. So when he heard that Lazarus was sick, he stayed where he was 2 more days. នៅក្នុងកម្មគម្ពីរយ៉ូហានចំពោះ11ខ5-6រីឯព្រះយេស៊ូវទ្រង់ស្រឡាញ់ម៉ារីនិងប្អូនស្រីនាងហើយនិងឡាសាផងដូច្នេះការទ្រង់បានឮថាគាត់ឈឺនោះទ្រង់ក៏គង់នៅកន្លែងដដែល2ថ្ងៃទៀត Some theologians translate the word the Lord stayed there as the Lord endured there.
ជើងមានទេវវិទូខ្លះបានបកប្រែពាក្យថាព្រះអម្ចាស់គង់នៅទីនោះថាព្រះអម្ចាស់បានស៊ូទ្រាំនៅទីនោះ This is because if you look at the original text of John 11:5-6, he said that Jesus stayed 2 more days because he loves him. នេះក៏ព្រោះតែបើយើងក្រឡេកមើលអត្ថបទដើមនៃកាន់កាពីយ៉ូហានចំពោះ11ខ5ខ6ចែងថាគឺព្រះយេស៊ូវបានគង់នៅ2ថ្ងៃទៀតព្រោះទ្រង់ស្រឡាញ់គាត់ In order for the Lord beloved Lazarus and his sister to have redemptive faith, Jesus endured where he was and stayed there according to God's plan. ដើម្បីឲ្យឡាសាដែលទ្រង់ស្រឡាញ់ហើយដើម្បីឲ្យប្អូនស្រីរបស់គាត់មានសេចក្តីជំនឿនៃការប្រោសលោះនោះហើយបានព្រះយេស៊ូវបានស៊ូទ្រាំកន្លែងដែលទ្រង់គង់នៅបានគង់នៅទីនោះតាមផែនការរបស់ In ព្រះ this way, Jesus loved them and endure and stay in his place, allowing them to know that there is not the end, that God is a Father who has the power of the resurrection them. តាមវិធីនឹងឯងដែលព្រះយេស៊ូវស្រឡាញ់ពួកគេទ្រង់ស៊ូទ្រាំហើយគង់នៅកន្លែងរបស់ទ្រង់នោះដើម្បីឲ្យពួកគេដឹងថាសេចក្តីស្លាប់មិនមែនជាទីបញ្ចប់ទេហើយថាព្រះដែលជាព្រះវរបិតាទ្រង់ពេញដោយអំណាចព្រះចេស្តាដើម្បីនឹងប្រោសលោះពួកគេឲ្យរស់ឡើងវិញបាន The Lord is not growing their faith by expanding their faith beyond preventive faith to redemptive faith that allow them to live victoriously in the world through the Lord's resurrection and His power. ដូច្នេះព្រះអង្គម្ចាស់កំពុងតែពង្រឹងជំនឿរបស់ពួកគេហើយនឹងពង្រីកជំនឿរបស់ពួកគេលើសពីជំនឿការពារទៅជាជំនឿនៃការប្រោសលោះធ្វើឲ្យពួកគេរស់នៅមានជ័យជំនះក្នុងលោកីតាមរយៈការរស់ឡើងវិញរបស់ព្រះអង្គម្ចាស់និងអំណាចព្រះចេស្តារបស់ទ្រង់ Now we begin to see the love of the Lord clearly today's text. ឥឡូវនេះយើងចាប់ផ្ដើមឃើញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងច្បាស់ So far, when we look at this text, our perspective has been focused only on the suffering of Lazarus and also on the death of Lazarus and the suffering of his sisters. មកដល់ពេលនេះនៅពេលដែលយើងពិនិត្យមើលសារអធិប្បាយព្រះបន្ទូលនោះផ្នត់គំនិតរបស់យើងផ្ដោតតែសេចក្តីរងទុក្ខវេទនានិងការស្លាប់របស់ឡាសានិងសេចក្តីទុក្ខលំបាករបស់ប្អូនស្រីរបស់គាត់ប៉ុណ្ណោះ However, in today's text, John 11:5, he said, now Jesus loved Martha and her sister and Lazarus. ទោះយ៉ាងណាក៏ដោយនៅក្នុងសារអធិប្បាយថ្ងៃនេះនៅក្នុងកាន់កាពីយ៉ូហានចំពោះ11ខ5ចែងថារីឯព្រះយេស៊ូវទ្រង់ស្រឡាញ់ម៉ាថានិងប្អូនស្រីនាងហើយនឹងឡាសាផង The Lord watching over the 3 people in their suffering, which unwavering love and holding on to them. ព្រះអម្ចាស់កំពុងតតមើលមនុស្សទាំង3នាក់នេះដែលកំពុងតែរងទុក្ខវេទនាដោយសេចក្តីស្រឡាញ់ដែលមិនរង្គើហើយនឹងកាន់ជាប់របស់ពួកគេ So when the Lord saw their suffering, he wept. ដូច្នេះការព្រះម្ចាស់តតឃើញទុក្ខវេទនារបស់ពួកគេទ្រង់ក៏ព្រះបន្សាយ It is right in John 11:33 when Jesus saw her weeping and the Jews who had come along with her also weeping. He was deeply moved in spirit and troubled. នៅក្នុងកាន់កាពីយ៉ូហានចំពោះ11ខ33ចែងថាការព្រះយេស៊ូវឃើញនាងយំព្រមទាំងពួកសាសយូដាដែលមកជាមួយនឹងនាងផងនោះទ្រង់មានសេចក្តីរំជួលទាំងខ្នាញ់ក្នុងព្រះハរតី Jesus shed tears. ចុះព្រះយេស៊ូវទ្រង់បានស្រោបទឹកភ្នែក The Lord wept with those who were in such pain. ព្រះទ្រង់ព្រះបន្សាយជាមួយនឹងអ្នកដែលមានទុក្ខវេទនាឆ្នោតដែរ Members, what does this mean? This means that when we suffer, we must remember that the Lord love surrounds us. បងប្អូនអើយតើនេះមានន័យយ៉ាងម៉េចនេះមានន័យថានៅពេលដែលយើងយករងទុក្ខយើងត្រូវតែចងចាំថាសេចក្តីស្រឡាញ់របស់ព្រះគឺគង់នៅជុំវិញយើង The word of today's text show that the Lord is by our side with His love so that we can grow further in redemptive faith through the hardship we have encountered. សារអធិប្បាយថ្ងៃនេះបង្ហាញថាព្រះអម្ចាស់គង់នៅខាងយើងដោយសេចក្តីស្រឡាញ់របស់ទ្រង់ដើម្បីឲ្យយើងអាចរីកចម្រើនបន្ថែមទៀតក្នុងសេចក្តីជំនឿប្រោសលោះ
តាមរយៈទុក្ខលំបាកដែលយើងបានជួបប្រទះនោះឯង And because this walk occurring within God's love, the Lord must completely and take responsibility for it. And therefore, this walk is connected to the recover prepared by the Lord. ហើយដោយសារតែកិច្ចការនេះបានកើតឡើងនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គម្ចាស់ត្រូវតែបំពេញហើយទទួលខុសត្រូវរបស់ទ្រង់ដូច្នោះហើយកិច្ចការនេះត្រូវបានភ្ជាប់ទៅនឹងការស្ដារឡើងវិញដែលរៀបចំដោយព្រះអង្គម្ចាស់ We must have this redemptive faith. យើងត្រូវតែមានជំនឿប្រោសទោសនេះឲ្យបាន Today's text is about what happened before Jesus was crucified. សារអធិប្បាយថ្ងៃនេះគឺអំពីអ្វីដែលបានកើតឡើងមុនពេលដែលព្រះយេស៊ូវត្រូវបានពីឆ្កាង Why did God allow Jesus to die on the cross? ហេតុអ្វីបានជាព្រះទ្រង់អនុញ្ញាតឲ្យព្រះយេស៊ូវសគត់នៅលើឈើឆ្កាងចឹង Why did God allow Jesus to be crucified and die miserable? ហេតុអ្វីបានជាព្រះទ្រង់អនុញ្ញាតឲ្យព្រះយេស៊ូវត្រូវគេឆ្កាងហើយសគត់យ៉ាងវេទនាដូច្នេះ There is a reason for that. This is because God has the power to turn all of this back and achieve His perfect purpose. មានហេតុផលសម្រាប់រឿងនោះគឺដោយសារតែព្រះជាម្ចាស់ទ្រង់មានអំណាចវិជាស្ដារក្នុងការបង្វែររឿងទាំងអស់នេះហើយសម្រេចបំណងមហាតីដែលឥតខ្ចោះរបស់ទ្រង់នោះឯង Hallelujah. Hallelujah. អាមែន This was also the case with Jesus. នោះក៏ជាករណីរបស់ព្រះយេស៊ូវដែរ The reason Jesus was able to endure and obey everything from being tried for blasphemy to being beaten and being crucified was because Jesus knew that God has the power to take responsibility for all of this and bring Jesus back to life. មូលហេតុដែលព្រះយេស៊ូវអាចស៊ូទ្រាំនិងស្ដាប់បង្គាប់អ្វីគ្រប់យ៉ាងបានចាប់ពីការដែលត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះជាម្ចាស់រហូតត្រូវគេវាយដំត្រូវគេឆ្កាងដោយសារតែព្រះយេស៊ូវទ្រង់ជ្រាបថាព្រះជាម្ចាស់ទ្រង់មានអំណាចចេស្តាក្នុងការទទួលខុសត្រូវចំពោះរឿងទាំងអស់នេះហើយនាំព្រះយេស៊ូវឲ្យមានប្រជញ្ញរស់ឡើងវិញ Now everyone please look at the hardship of your life from the perspective of faith and love. ឥឡូវនេះបងប្អូនអើយសូមក្រឡេកមើលទុក្ខលំបាកនៃជីវិតរបស់ពួកយើងវិញអំពីផ្នត់គំនិតនៃជំនឿនិងសេចក្តីស្រឡាញ់ At the end of this suffering, God will surely restore us with His power. Amen. នៅចុងបញ្ចប់នៃសេចក្តីទុក្ខវេទនានេះប្រកាសណាស់ព្រះនឹងស្ដារយើងឡើងវិញដោយអំណាចវិជាស្ដាររបស់ទ្រង់ Our God has the power to completely restore me and enable me to have redemptive faith at the end of this suffering. Amen. ព្រះរបស់យើងមានអំណាចចេស្តាដើម្បីស្ដារខ្ញុំឡើងវិញទាំងស្រុងហើយនឹងឲ្យខ្ញុំមានជំនឿប្រោសនោះនៅចុងបញ្ចប់នៃសេចក្តីទុក្ខវេទនានេះអាមែន God allows to suffer in order to have that redemptive faith. ព្រះអនុញ្ញាតឲ្យយើងមានទុក្ខលំបាកដើម្បីមានជំនឿប្រោសនោះនោះឯង Members, look at your circumstance through the eyes of redemptive faith. បងប្អូនទាំងឡាយអើយសូមមើលស្ថានភាពរបស់ខ្លួនឯងតាមរយៈភ្នែកនៃជំនឿប្រោសនោះ And members respond to every situation with redemptive faith. បងប្អូនទាំងឡាយអើយចូលឆ្លើយតបទៅនឹងគ្រប់ស្ថានភាពទាំងអស់ដោយជំនឿនៃការប្រោសនោះដែរ But members be of God courage when God allowed us to pass through this pain without bypassing it. ប៉ុន្តែបងប្អូនអើយចូលមានចិត្តក្លាហានឡើងនៅពេលដែលព្រះជាម្ចាស់អនុញ្ញាតឲ្យយើងឆ្លងកាត់ការឈឺចាប់នេះដោយមិនចាំបាច់គេចវេះទេ Hallelujah. Amen. Rest in peace and trust in God to redeem you. សូមឲ្យយើងបានសម្រាប់ដោយសេចក្តីស្ងប់សុខហើយទុកចិត្តលើព្រះម្ចាស់ដើម្បីប្រោសលោះយើង Because you and I are safe in the hand of the Lord. ពីព្រោះបងប្អូនហើយនឹងខ្ញុំមានសុវត្ថិភាពនៅក្នុងប្រហោះរបស់ព្រះ And the Lord does not waste any of our suffering and pain aimlessly in this process. ហើយព្រះជាម្ចាស់មិនប្រឡែងឲ្យសេចក្តីលំបាកនិងការឈឺចាប់របស់យើងណាមួយទុកចោលដោយគ្មានគោលដៅអ្វីទេ This is because our suffering is necessary, connected to the Lord, recover with His resurrection and life. Resurrection and life. នេះគឺដោយសារតែ
ការរងទុក្ខរបស់យើងបានភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការស្ដារឡើងវិញរបស់ព្រះអម្ចាស់ដែលនាំមកនៅការរស់ឡើងវិញនៃជីវិត Members, the Lord wanted us to go beyond preventive phase and have redemptive phase. So the Lord wanted us to live a life of victory. បងប្អូនទាំងឡាយអើយព្រះម្ចាស់ចង់ឲ្យយើងធ្វើលើសពីជំនឿបែបការពារនោះទៅជាជំនឿនៃការប្រលួសដូច្នេះព្រះម្ចាស់ចង់ឲ្យយើងរស់នៅក្នុងជីវិតដ៏មានជ័យជំនះយ៉ាងដូច្នោះដែរ This redemptive phase is a living phase and has the power of the revive and restore things that are through to be hopeless. ជំនឿប្រលួសនេះគឺជាជំនឿដ៏រស់ហើយមានអំណាចក្នុងការរស់ឡើងវិញនិងស្ដារឡើងវិញនៅអ្វីៗដែលគេគិតថាគ្មានសង្ឃឹមនោះ With this living phase, let us save our dead family and restore into a living family. ជាមួយនឹងជំនឿដ៏រស់សូមឲ្យយើងជួយសង្គ្រោះពីគ្រួសារដែលស្លាប់នោះរបស់យើងហើយស្ដារឡើងវិញទៅជាគ្រួសារដ៏រស់ឡើងវិញម្ដងទៀត With this living phase, let us revive the dead situation and restore it to a living situation. ជាមួយនឹងជំនឿដ៏រស់នេះសូមឲ្យយើងរស់ឡើងវិញជាមួយស្ថានភាពដែលស្លាប់នោះហើយស្ដារវាឡើងវិញទៅជាស្ថានភាពឲ្យរស់ឡើងវិញ With this living phase, let us revive the dead ministry and restore it to living ministry. ជាមួយនឹងជំនឿដ៏រស់នេះសូមឲ្យយើងរស់ឡើងវិញពីពន្ធកិច្ចដែលស្លាប់នោះស្ដារវាឡើងវិញទៅជាពន្ធកិច្ចដែលរស់ឡើង With this living phase, let us revive dead work and restore them to living work. ជាមួយនឹងជំនឿដ៏រស់នេះសូមឲ្យយើងរស់ឡើងវិញពីការងារដែលស្លាប់នោះហើយស្ដារវាឡើងវិញទៅជាការងារដ៏រស់រវើកដែរ Let us revive this dead place and restore it to a living place with this living phase. ចូលយើងរស់ឡើងវិញពីកន្លែងស្លាប់នោះហើយស្ដារវាឡើងវិញទៅជាកន្លែងដ៏រស់រវើកជាមួយនឹងជំនឿដ៏រស់នេះ Hallelujah. Amen. 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 I bless you and I in the name of the Lord Jesus Christ so that we can pass this redemptive phase and experience God's amazing work of life, restoration and victory. ខ្ញុំសូមជូនពរដល់បងប្អូនហើយនឹងខ្ញុំក្នុងព្រះនាមព្រះម្ចាស់យេស៊ូវគ្រីស្ទដើម្បីឲ្យយើងមានជំនឿប្រោះលោះនិងមានបទពិសោធន៍ការងារដ៏អស្ចារ្យរបស់ព្រះដែលនាំមកនៅជីវិតការស្ដារឡើងវិញនៃជ័យជំនះអាមែន Hallelujah. Hallelujah. Praise the Lord. ព្រះ